គេថាក្មេងៗប្រៀបបានដូចជាกระดาษសពិតមែនតើបងប្អូនព្រោះក្មេងណាតែយើងធ្វើសកម្មភាពអីឬក៏យើងធ្វើទង្វើអីមួយគឺក្មេងៗគឺ copy លឿនណាស់បងប្អូនហើយនិយាយពីថាបើភាពស្មោះត្រង់វិញគ្មានក្មេងមាននរណាដែលស្មោះត្រង់ជាងក្មេងទេហើយបើនិយាយពីពាក្យសន្យាឬក៏ការចងចាំសន្យាវិញក៏គ្មាននរណាដែលស្មោះត្រង់ឬក៏ចងចាំដូចក្មេងដែរជាក់ស្ដែងណាកូនខ្ញុំកាលពីសប្តាហ៍មុនខ្ញុំប្រាប់គាត់ថាចាំសៅរ៍អាទិត្យចាំតែលេង playground និយាយទៅយើងពេលខ្លះយើងភ្លេចហើយយើងនិយាយដោយសារការងារយើងច្រើនពេលខ្លះយើងភ្លេចថាថ្ងៃហ្នឹងយើងបាននិយាយអីបងប្អូនប៉ុន្តែអត់ទេក្មេងៗណាក៏ដូចក្មេងណាដែរបងប្អូនគឺគាត់ចាំហ្មងគាត់ដឹងថាសៅរ៍អាទិត្យម៉ាក់ឯងនិយាយថាថ្ងៃសៅរ៍អាទិត្យនាំកូនទៅ playground អញ្ចឹងម៉ោង5ព្រឹកមិនតាន់ទេបងប្អូនគឺគាត់ដាស់យើងក្រោកហើយតែជាក់ស្ដែងថ្ងៃច័ន្ទសុក្រទៅរៀនធម្មតានឹងនិយាយពីថាទៅរៀនសឹងតែមិនតាន់គេហៅផងអីផងបងប្អូនអញ្ចឹងមិនថាក្មេងៗបើយើងនិយាយអីមួយយើងត្រូវតែរក្សាពាក្យសម្ដីរក្សាទង្វើរបស់យើងធ្វើឲ្យបានបើយើងមិនប្រកាសទេកុំនិយាយមុខគាត់តែបើយើងបាននិយាយមុខគាត់ហើយយើងត្រូវតែគោរពពាក្យសន្យាព្រោះក្មេងៗប្រកែកចាំណាស់បងប្អូនអញ្ចឹងហើយប្រៀបបានដូចជាกระดาษសហ្នឹងគេនិយាយមិនខុសទេបងប្អូនហើយបើភាពស្មោះត្រង់ក៏គ្មានអ្នកណាដែលស្មោះត្រង់ជាងក្មេងដែរហើយបើចិត្តបរិសុទ្ធជ្រះថ្លាហ្នឹងក៏គ្មានអ្នកណាគេដូចក្មេងដែរអញ្ចឹងបងប្អូនអញ្ចឹងហើយក្មេងៗចាំតែមើលទង្វើរបស់យើងទេ